Masa jadi semua popo lagi tangan mana mantu senapi tak oleh baju satu ini mah. Masa jadi semua popo lagi tangan mana mantu senapi tak oleh baju satu ini mah buat semua konat. I got the horses in the back, horse stock is attached. Head is matted black, got the bushes black. បាទជម្រាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះគឺថាយើងទៅលេងកាពីងពុយកាពីងពុយនេះគឺបានរៀបរាប់បងឈួននិយាយថ្ងៃថាហើយយើងរៀបរាប់ថាមានភ្នំមានទឹកអ្នកជីទូកជីទូកអ្នកជីទូកឆ្អល់ឆ្អល់នោះមានព្រៃមានភ្នំទៀតណកញ្ចក់ដោយសារសំឡេងហ្នឹងសតបានទេតែខ្យល់ពេកខ្យល់ខ្លាំងហ្នឹងមើលក៏អ្នកទស្សនាដឹងមើលទាំងអស់គ្នាឃើញទេខ្យល់ហ្នឹងសក់បាក់ជឿតតែម្ដងបានណាឥឡូវយើងនិយាយពីប្រវត្តិហ្នឹងតិចចុះតែមិនដឹងខ្លាំងហ្មងតិចតួចដែរពីកន្លែងហ្នឹងថាកន្លែងហ្នឹងជាប្រជាជនយើងសម័យពោតសម័យពលពិសាសជាអ្នកជីកហើយកន្លែងហ្នឹងស្លាប់សម្លាប់មនុស្សច្រើនណាមានពួកអត់កំណើតហ្នឹងវាសម្លាប់ជាជនខ្មែរច្រើនផ្លូវបន្លាយសាបន្លាយខ្មែរជីកហ្នឹងថ្ងៃយើងធ្លាប់បានតបនរំលឹកអ្នកស្លាប់ជាប្រហែលឆ្នាំម្ដងដែរបាទពេលនេះគឺយើងមកយើងចេញពីហត់យើងចេញពីកាពីងពុយយើងពីកាពីងពុយយើងបន្តមកយើងឆ្វែលហើយយើងជីទៅក៏បានមកដល់ឡាងមួយដែលមានឈ្មោះថាអត់ដឹងឈ្មោះទេដោយសារថាឡាងនេះខ្ញុំមិនដែរស្គាល់ទេហើយឡើងមកក៏មានដែរមានចដានឹងមួយហើយនឹងរូបនាគហើយនឹងមានព្រះមួយអង្គហើយនេះពីរអង្គឡាអាងហើយជាឡាអាងកន្លែងនេះတော့មានអីធំឬក៏ច្រៃទេឡាអាងកន្លែងមានដូចជានេះឡាអាងនេះចុតឡាអាងកន្លែងហ្នឹងតែប៉ុណ្្នឹងឯងហើយយើងចាប់ទៅឡាននេះខ្ញុំអត់ដែរបានមកទេហើយក៏អត់ដែរស្គាល់ដែរហើយខ្ញុំចេះជីចូលមកទៅក៏បើជីដល់កន្លែងផ្លូវហ្នឹងក៏បានឃើញចដានេះចដាហ្នឹងទៅក៏យើងបានដើរឡើងមកដែរហើយមកឃើញឈ្មោះឡាអាងហើយក៏ដឹងឡាអាងឯដែរបាទតោះឥឡូវយើងទស្សនាកន្លែងក្នុងឡានទាំងអស់គ្នាចឹងតោះនេះផ្លូវចូលឡាងព្រះមានព្រះពីរអង្គនៅក្នុងហ្នឹងនេះលេទៅឡាងហ្នឹងមានតែប៉ុណ្្នឹងឯងមិនធំមិនមែនទេនៅគេខំឡាងក្នុងព្រះពីពុយឡាងនៅខ្លះហៅឡាងពីពុយនេះដែលមានខ្លាក់នេះហើយកន្លែងនេះប្រហែលជាមាន
ដែលគេមកសម្រាប់នៅក្នុងនោះព្រោះមានក្រេមានទាំងប៉ៅអ៊ីមានអីតែកន្លែងនេះមើលទៅត្រជាក់ស្រួលព្រោះថាមានភ្នំមានថ្មដុះអមសងខាងទៀតហើយយើងអាចចុះឡើងបានស្រួលប្រកម្មចដាអីគេធ្វើបានត្រឹមត្រូវហើយគាត់ណាគឺមានដែលព្រះសម្មាអាំងនេះដែលយើងមានថ្មអីព័ទ្ធជុំវិញសូម្បីតែភ្លៀងអីយើងអាចមកជ្រោកបានគឺអត់អីទេហើយទៅខាងក្រោមនោះក៏មានរុំទៅក្រោមទៀតតែមិនដឹងទៅណាអញ្ចឹងខាងក្រោមនេះក៏មានសំណាក់ព្រះសម្មាសម្ពុទ្ធផងដែរគឺមកដល់ពុទ្ធសាសនាតែម្ដងគឺមិនចាស់ទេប៉ុន្តែមើលទៅរៀងដូចជាមានដូចលក្ខណៈថាយើងរៀបឥដ្ឋឬរៀបបិទស៊ីម៉ងជុំវិញជារៀងវងមូលដូចជាអង្គម៉ងអីចឹងប៉ុន្តែនេះគឺជាធម្មជាតិហ្មងមើលទៅខាងនោះមានហេវណាយើងមានពលឺអញ្ចឹងយើងចូលក្នុងរុងនេះគឺអត់ល្ងិតទេគឺភ្លឺធម្មតាបងប្អូនឬញាតិញោមអាចចូលមកទស្សនាបាននៅកន្លែងលាងភ្នំព្រះនៅខាងលិចពីពូហ្នឹងណាយើងបានធ្វើដំណើរមកខាងលិចពីពូហើយក៏ជាថ្ងៃដំបូងលើកដំបូងនៃខ្ញុំកណាត់ស្មារតីដោយសារនៅខាងភ្នំនេះតាំងពីណាពីណីមកមិនដែលស្គាល់មិនដែលមកសម្រាប់រោផ្លូវមកក៏មិនដែលស្គាល់មិនដែលឮដែរព្រោះថាអត់ដឹងនេះចេះតែជិះរាវមកបានចូលទៅបានឃើញកណ្ដាលចំកណ្ដាលផ្លូវឈប់ចុះចូលនេះហើយក៏បានឈានឡើងមកដល់លើភ្នំព្រះភ្នំលាងពេញពុយណែលាងពេញពុយអត់ហ្នឹងតែនៅក្រោមលាងឈ្មោះផ្សេងហ្នឹងហើយมันច្បាស់ដែរព្រោះថានៅនេះអត់មានណាគេប្រាប់ផងបើមកស្ងាត់ត្រីចាស់ជីឃើញជីឃើញHello បាទគេនេះគឺយើងបានមកដល់ក្រោមហើយយើងចុះពីលើហ្នឹងយើងបានមកដល់ក្រោមហើយយើងនឹងចេញដំណើរទៅផ្ទះវិញហើយបាទសម្រាប់វីដេអូនេះសូមអរគុណបាទដែលបានទស្សនាអរគ្នាហ្នឹងសូមកុំភ្លេចជួយចុច Subscribe Channel ខ្ញុំបានម្នាក់មួយ follow page ខ្ញុំបាន Gaming ក្មេង Voice Gaming បាទជួយ follow ម្នាក់មួយជួយ Subscribe ម្នាក់មួយបាទអរគុណបាទជម្រាបលាអ្នកនរគ្នាបាយ